Bà sự đây của mẹ bọn bọn tòa kia cái này nhầm nó mọc ổn được kia ơi dốt đằng khá khá vì biết cắt slack របស់តសក់ទ្រឹងដើម្បីវាមានផ្លែច្រើនហើយចំពោះវីដេអូនេះដែរខ្ញុំអត់មានបង្ហាញឲ្យច្រើនទេគាត់ពីរបៀបខ្លះៗនៃការកាត់ដំណាំតសក់ដើម្បីឲ្យវាផ្លែវាបានល្អធំហើយតិចយើងតាមវតសក់យើងគឺជាតសក់ធម្មជាតិហើយយើងដាំសម្រាប់ហូបខ្លួនឯងទេយើងអត់មានដាំដើម្បីលក់ចូលក្នុងទីផ្សារនោះទេអញ្ចឹងហើយយើងដាំដោយប្រជាធម្មជាតិជីកំប៉ុស្តហើយយើងដាំនេះចំពោះតសក់នេះដាំបានរយៈពេលដូចជា2ខែហើយយើងមិនបានថែទាំវាដោយសារជប់រវល់ការងារនេះទេយើងដាំទុកចោលនេះតែឥឡូវឆ្លៀតមកមើលហើយក៏ឆ្លៀតធ្វើវីដេអូដើម្បីកាត់ស្លឹកវាចែកជូនបងប្អូនឲ្យបានយល់ដឹងខ្លះៗអំពីដំណាំតសក់ហើយយើងត្រូវកាត់ចោលដើមវាមួយចំនួនហើយដូចជាស្លឹកនេះនឹងផ្លែវាអត់ល្អទេហើយដែលមានផ្លែចេះយើងមិនច្បាច់កាត់វាយើងទុកវាទៅដើម្បីឲ្យវាមានកម្លាំងដើម្បីឲ្យផ្លែវាកាន់តែលូតល្អអញ្ចឹងយើងកាត់ស្លឹកនេះមួយមកកាត់ចេញហើយយើងកាត់ពីក្រោមយើងទុកទៅតិចហើយម្ដងយើងកាត់ទៀតកាត់នេះទៀតហើយនេះចំពោះនេះវាមានផ្លែដល់ទៅ3ចេះយើងទុកវាទៅយើងកាត់តែនៅគល់វានេះមកកាត់នេះស្ដាប់បងប្អូនអត់បានថែទាំវាអានេះយើងមើលពីគាត់វិញយើងកាត់ចូលទៀតដោយសារលក្ខណៈច្រើននេះកាត់ចូលទៀតចំពោះនេះតសក់ផ្អែមដាំអត់មានផ្លែមានតែបកានេះកាលពេញហ្នឹងនេះយើងកាត់ចូលទៀតនេះផ្លែវាសាប់ញ៉ាំមួយឆ្ងាញ់ណាស់ទៅល្វីងនេះអញល្វីងនេះកាត់ទៅមកហើយចំពោះនេះគឺដល់វាវែងហើយខ្ញុំកាត់ចូលខ្លះកាត់នេះទៀតទុកតែពី3លឹកមួយដើម្បីឲ្យផ្លែវាល្អអានេះខ្ញុំកាត់ទៀតកាត់នេះទៀតចំពោះវីដេអូនេះមានតែប៉ុណ្ណេះបងបាទជំរាបលា